សែនល្អតែកូនមិនដែលខ្វាយខ្វល់ដល់ចិត្តលោកបន្តិចឡើយលោកតែងផិតភ័យរាល់ថ្ងៃពុំមានពេលស្បាយព្រោះកូនសំឡាញ់នេះហើយមិនដែលឲ្យលោកសប្បាយសែបគប់មិត្តភក្តិមិនដែលបានល្អនាំគ្នាបង្កវឹកវរហើយគិតជារឿងសប្បាយគ្មានគិតអាសូរតទ្រូងលោកពុកអ្នកម្ដា